បាទគោរពពុកម៉ែបងប្អូនបាទនេះខ្ញុំបានឡើងថតលើស្ពានហើយអញ្ចឹងបានឡើងថតនេះគឺដោយសារខ្ញុំសុំបងប្រុសម្នាក់គាត់ឲ្យឡើងថតបាទអញ្ចឹងគូអរគុណគាត់ដែរបានឡើងថតដើម្បីបានជាវីដេអូដើម្បីពុកម៉ែបងប្អូនមើលអញ្ចឹងណាបាទឲ្យថតពេលថ្ងៃទេបាទនៅកន្លែងនេះគឺជាកន្លែងគេទៅរៀបចំចាក់ប្រកាន់ដៃខាងក្នុងពុកម៉ែបងប្អូនគឺប្រកាន់ដៃលក្ខណៈយើងដើរថ្មើរជើងអញ្ចឹងគេកំពុងរៀបចំខាងក្នុងហើយអញ្ចឹងបើសិនជាវីដេអូនិយាយទៅលឺលួយសូមកុំប្រកែកប្រកាន់ខ្ញុំអីបាទខ្ញុំដើម្បីថតជាវីដេអូដើម្បីពុកម៉ែបងប្អូនបានទស្សនាថាស្ពានរបស់យើងធ្វើបានប្រហែលភាគរយហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនជួយlike និង share ដើម្បីឲ្យបានអ្នកក្រោយបានចូលមើលចូលអីផងព្រោះខ្លាចគាត់ដឹងហ្នឹងថាស្ពានរបស់យើងគឺធ្វើហើយវាចិត្តនឹងវាថាតាមខ្ញុំមើលចាក់ស្ដែងពុកម៉ែបងប្អូនគឺថា90%ហ្មងអញ្ចឹងគឺនៅសល់តែប្រកាន់ដៃថយខាងលិចមកទេអញ្ចឹងហើយនឹងថ្មើរជើងខាងក្នុងបាទអញ្ចឹងគេនៅក្រៅកស៊ូកម្រាស់ដូចជាប្រមាណទឹកទៀតទេខ្ញុំអត់ទាន់ដឹងច្បាស់ទេប្រហែលជា2ទឹកអីហ្នឹងបាទតែខ្ញុំដឹងព័ត៌មានណាខ្ញុំតាមស្ពេច7តាមគាត់ប្រាប់ខ្ញុំដែរទេអញ្ចឹងខ្ញុំអត់ទាន់ដឹងច្បាស់ទេអញ្ចឹងហើយវីដេអូនេះគឺខ្ញុំបាទអរគុណដល់បងដែលឲ្យខ្ញុំថតដើម្បីឲ្យបងប្អូនខេត្តកញ្ជើរបស់យើងបានមើលការធ្វើស្វេនរបស់យើងបានប្រមាណភាគរយហើយអញ្ចឹងណាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបានមើលវីដេអូនេះហើយកុំភ្លេចជួយ like និង share page របស់ខ្ញុំម្នាក់មួយផងបាទហើយកន្លែងនេះគឺជាកន្លែងដែលធ្វើ spin មួយទៀតគឺ spin កន្លែងបន្លាយទឹកមកម៉ែបងប្អូនបន្លាយទឹកហ្នឹងគឺបុកទៅកន្លែងបឹងក្រចេះដែលខ្ញុំថតប្រហែលថ្ងៃមុននោះអញ្ចឹងគឺថាគេធ្វើរៀបចំចាក់ប្រកាន់ដៃដែរហើយបាទឥឡូវគេកំពុងតែផ្សារដែរផ្សារប៉ុស្តិ៍ស្អីអញ្ចឹងគេកំពុងរៀបចំហើយអញ្ចឹងផ្លូវកន្លែងហ្នឹងក៏គេមកមេញឹកធ្វើដែរបាទគឺថាមកមេញឹកធ្វើមែនតែនហ្មងកន្លែង spin ហ្នឹងហើយគេថាផ្លូវនេះគឺពុកម៉ែបងប្អូនអាចធ្វើដំណើរទៅមកបានធម្មតាបាទគេឲ្យយើងជិះបានធម្មតាតាមដែលខ្ញុំថតពុកម៉ែបងប្អូនបានមើលព័ត៌មានហើយផ្លូវនេះគឺគេចាក់នេះណាពុកម៉ែបងប្អូនស្វាហាប់គឺគេណាដែលគេមិនឲ្យថត់ផ្លូវគឺគេកាយចេញកន្លែងតុនហ្នឹងកាយហើយគេឈូសចូលទៅថ្មីគេទៅធំកន្លែងហ្នឹងទៅថ្មីដើម្បីឲ្យហាប់អត់ឲ្យខូចផ្លូវទេព្រោះអីគេធ្វើមួយមួណាប្រទេសគេបាទអញ្ចឹងបងប្អូនមើលតែវីដេអូខ្ញុំថតទៅដឹងហើយគឺឥឡូវកិនតក៏ដូចគ្នាហើយការធ្វើដំណើរពុកម៉ែបងប្អូនយើងគឺទៅវិញទៅមកបានធម្មតាទេបាទហើយចុងក្រោយនៃវីដេអូនេះខ្ញុំសូម5ពុកម៉ែបងប្អូនថាការធ្វើដំណើរតាមផ្លូវនេះសូមបើកបរហើយយឺតតិចទៅបាទព្រោះកន្លែងការដ្ឋានរបស់គេអញ្ចឹងណាពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា